Hello everyone, welcome to my channel Daily English class. Today I'm very happy to share you one point of my lessons. It's about prepositions or time. Prepositions or times. There are three prepositions or times: on, in, and at. Prepositions or times: on, in, and at. ចឹងធ្នាក់ពេលវេលានៅក្នុងមេរៀនយើងនេះមានចំនួន3គឺ on in ហើយនិង at តើយើងប្រើប្រាស់ on in ហើយនិង at នៅពេលណា When do we use on in and at in the sentences and in the practice or exercise? So now start with me. 1. Preposition on. We use preposition on used with days of the week and dates. What days of the week and dates are? Let's check. បាទយើងប្រើប្រាស់ on នេះជាមួយនឹងថ្ងៃប្រចាំសប្តាហ៍ហើយនឹងការប្រឆាតតោះទី1 point A days of the week ចឹងថ្ងៃប្រចាំសប្តាហ៍យើងមានចំនួន7បងគឺ Monday, Tuesday, Wednesday, Thursday, Friday, Saturday and Sunday ថ្ងៃប្រចាំសប្តាហ៍របស់យើងមានចំនួន7ហ្នឹងបាទពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យគឺជាថ្ងៃប្រចាំសប្តាហ៍ B dates ការប្រឆាតចឹងការប្រឆាតគឺ like 12 first second 20 10 14 third and 30 យើងប្រើប្រាស់ថ្ងៃ on ជាមួយនឹងថ្ងៃប្រចាំសប្តាហ៍និងការប្រឆាតចំណុច A ថ្ងៃចំណុច B ការប្រឆាតឥឡូវយើងមើលទៅលើធ្នាក់ in វិញម្ដង in to in preposition in we use in with months seasons years parts of the days យើងប្រើប្រាស់ធ្នាក់ in ជាមួយនឹងខែរដូវឆ្នាំផ្នែកនៃថ្ងៃបាទខែរដូវឆ្នាំនិងផ្នែកនៃថ្ងៃWhat are month, season, year, parts of the day are? Let's check. Here, A. Months. There are 12 months in a year like January, February, March, April, May, etc. Seasons. Winter, spring, fall, autumn. Fall, autumn, or summer. ចឹងរដូវមាន4គឺ winter, spring, fall and summer. In Cambodia, there are only 2 seasons, rainy season and dry season. C. Years 2023, 1990, 1975, the 20th century, the 80s, etc. ឆ្នាំ2023ឆ្នាំ1990ឆ្នាំ1975និងសតវត្សទី20និងទសវត្ស80ចឹងកាលណាបើឆ្នាំមាន S ចឹងយើងប្រើថាទសវត្សឆ្នាំ80បងប្អូនទី4យើងប្រើប្រាស់ធ្នាក់ in ជាមួយនឹងផ្នែកនៃថ្ងៃ parts of the day ចឹងផ្នែកនៃថ្ងៃដែលជាលក្ខមានចំនួន3គឺ morning afternoon និង evening ពេលព្រឹកពេលរសៀលនិងពេលល្ងាចបាទធ្នាក់ចុងក្រោយគេគឺធ្នាក់ at បង prepositions of at ចឹងយើងប្រើប្រាស់ at ជាមួយគេបងតោះ check we use at with times of day ថ្ងៃប្រចាំសន្តោសពេលវេលាប្រចាំថ្ងៃស្ដៅទៅលើម៉ោងនៅក្នុងលើនាឡិកាបាទនាឡិកាដៃនាឡិកាប៉ោលនាឡិកាព្យួរជញ្ជាំងហ្នឹងគឺយើងប្រើប្រាស់ជាមួយនឹងធ្នាក់ at បងបាទ so now check here time 9 o'clock 3:30 6:45 noon 9 midnight ចឹងនៅខាងមុខ noon 9និង midnight នេះមិនអាចដាក់ in ដាក់ on បានទេបងគឺយើងដាក់ at បាទដាក់ at បងចឹងពេលប៉ុននិយាយគឺ at 9 o'clock at 3:30 at 6:45 at noon at night at midnight Okay បន្ទាប់ពីរៀននេះហើយបងមានយល់ខ្លះបង
បងប្អូនអត់យល់ទេបងអាច comment នៅខាងក្រោមខ្ញុំនឹងបញ្ជាក់ជូននៅវីដេអូក្រោយបន្តមកទៀតយើងនឹងមើលតើ clear ណាខ្លះដែលយើងត្រូវតែប្រើ add ប្រើ in និងប្រើ on បងបាទ note ឥឡូវយើងមើល note បន្តិចចឹង clear មួយចំនួន some expressions like lunch times dinner times the moment night the midnight and the weekend clear ទាំងប្រមាណនេះគឺយើងមិនអាចប្រើប្រាស់ជាមួយនឹងធ្នាក់ on ធ្នាក់ in បានទេគឺយើងប្រើជាមួយនឹងធ្នាក់ add ណាបងបាទយើងប្រើជាមួយធ្នាក់ add ឥឡូវដើម្បីឲ្យកាន់ជាក់ច្បាស់ថាតើបងអូនយល់នៅការបង្រៀនឬយល់មេរៀនច្រើនប៉ុណ្ណាសូមបងអូនធ្វើការ practice ខាងក្រោមនេះដោយខ្ញុំនឹងបញ្យល់អមបដាឥឡូវមកទី1 Christmas Day បងឃើញពាក្យ day បង Christmas Day ថ្ងៃបុណ្យគ្រីស្មាស់ចឹងគឺយើងប្រើធ្នាក់ in on ឬក៏ add បងបាទយើងប្រើប្រាស់ on ទី2 the summer រដូវបងចឹងយើងប្រើធ្នាក់ណាមួយបងយើងប្រើ in ទី3 Saturday morning ពេលព្រឹកថ្ងៃសៅរ៍ចឹង morning នេះជាផ្នែកនៃថ្ងៃក៏ប៉ុន្តែដោយសារមានពាក្យថា Saturday នៅពីមុខចឹងយើងប្រើប្រាស់ពាក្យថា on dinner time នេះបង dinner time ជាប្រធានណាមួយគឺ add the 1990s ទសវត្សរ៍ឆ្នាំ1990គត់ជាឆ្នាំចឹងយើងប្រើប្រាស់ in បងប្អូនអត់តអីបងយើងមានចម្លើយនៅផ្នែកខាងក្រោយបងណាក៏ខ្ញុំបញ្យល់បញ្ជាក់បងបន្តិចតើបងយល់ឬអត់ទី6 20 April ចឹងថ្ងៃទី20ខែមេសាថ្ងៃទីនេះគឺជាប្រភេទនៃ date ចឹង date ប្រើជាមួយ on ទី7 the weekend ថ្ងៃចុងសប្តាហ៍ចឹងថ្ងៃចុងសប្តាហ៍បងឃើញនេះ the weekend ខ្ញុំប្រើប្រាស់ជាមួយធ្នាក់ I Sunday evening ជាផ្នែកនៃថ្ងៃក៏តែមានពាក្យថា Sunday day នៅពីមុខជាប្រើ on ទី9 rainy season រដូវភ្លៀងបងរដូវភ្លៀងឲ្យតែមានពាក្យណាដែលមានន័យថារដូវប្រើថារដូវក្នុងហ្នឹងគឺយើងប្រើធ្នាក់ in ទី10 14 July ចឹងថ្ងៃទី14ខែកក្កដា date គឺថ្ងៃទី14ចឹងយើងប្រើប្រាស់ on ទី11 the winter រដូវរងាចឹងយើងប្រើប្រាស់ in បាទបងទី12 afternoon ផ្នែកនៃថ្ងៃទៀតបងឃើញទេចឹងយើងប្រើប្រាស់ in 13 my birthday ថ្ងៃខួបកំណើតរបស់ខ្ញុំចឹងយើងប្រើប្រាស់ on ទី14 the past ពេលអតីតក្នុងពេលអតីតចឹងច្បាស់ជា in បាទទី15 the morning ផ្នែកនៃថ្ងៃចឹងយើងប្រើប្រាស់ in ទី16 noon បាទ noon គឺប្រើតែថ្ងៃត្រង់គឺធ្នាក់ប្រើជាមួយវាគឺ add ទី17 the fall រដូវស្លឹកឈើជ្រុះចឹងយើងប្រើប្រាស់ in ទី18 midnight ដល់ពេលយប់កដាយប់សន្តោសដល់ពេលអាត្រៀតកដាត្រៀតបង midnight អញ្ចឹងធ្នាក់ដែលប្រើជាមួយ midnight នេះគឺ add នេះបងឃើញអត់បើបងអូនអត់តអ្វីដែលខ្ញុំបង្យល់ទេបងអូនអាចមើលចម្លើយខាងក្រោយបានទេបងអូនចម្លើយខាងក្រោយនេះបាទនេះគឺជាចម្លើយដែលយើងធ្វើលំហាត់មិញណាយល់ល្អបងអូនគួរតែអានមើលស្ដាប់នៅខាងដើមវិញមកហើយបន្តមកបងអូនបិទចម្លើយនេះចោលទៅហើយបងអូនធ្វើលំហាត់មិញលើខ្លួនឯងណាបងធ្វើលំហាត់នេះមិញខ្លួនឯងមកតើបងអូនយល់បានប៉ុណ្ណាហើយបើបងអត់មានចង្អុលអីបងអាចខមមិនខាងក្រោមអរគុណសម្រាប់ការតាមដានស្ដាប់និងការតាមដានមើលនៅ channel របស់ខ្ញុំបាន Thank you for watching see you next video bye